ស្ដីមកបងប្អូនគ្នាតមកមើលពីរបៀបធ្វើ clear slime ទាំងអស់គ្នានិយាយទៅ slime ប្រភេទនេះគឺខ្ញុំកម្រធ្វើខ្លាំងមែនតើហ្មងភពពិបាកធ្វើមែនតើបងប្អូនគ្នាមកធ្វើចេញគឺសិតតែត្រូវការចំណាយពេលទុករយៈពេលមួយថ្ងៃអីសិនណាហើយពួក slime នេះគឺទុកកាន់តែយូរសាច់កាន់តែទន់ជាដំបូងគឺយើងចាក់ជាមួយនឹងទឹកសិនមកហើយចាំយើងចាក់ជាមួយនឹងកាវចូលអញ្ចឹងណាមិនបាច់ដាក់ទឹកច្រើនពេកក៏បានដែរបងប្អូនគ្នាបើដាក់ច្រើនពេកអាហ្នឹងវាអាចនឹងខ្លាចទៅជា slime ទឹកវិញអញ្ចឹងណាហើយចាំដាក់ទឹកពណ៌ចូលតាមពិតទៅខ្ញុំចង់ធ្វើរបៀបថែពណ៌ឲ្យដូចទឹកសមុទ្រអញ្ចឹងណាព្រោះវាមើលទៅស្រៀងទឹកស្អាតខ្លាំងមែនតើហ្មងពួក slime នេះបងប្អូនវាយថ្នមកុំឲ្យបែកពពុះខ្លាំងពេកវាឡើងម្ដងបន្តិចទៅជាបែបហ្នឹងហើយពេលដែលហើយគឺវារៀងទាញដាច់ហឹងតិចប៉ុន្តែយើងកុំបារម្ភព្រោះទុកកាន់តែយូរសាច់ slime គឺកាន់តែទន់អាចថាបើទោះបីជាជ្រុលដៃដាក់ទឹកធ្វើ slime ទៅឲ្យវាហឹងខ្លាំងប៉ុណ្ណាក៏ដោយទុកកាន់តែយូរថ្ងៃបកចេញមកគឺហាសាច់ slime គឺកាន់តែទន់ដូចទឹកហ្មងប៉ុន្តែវាខុសពី slime ទឹកសាច់ slime ឲ្យដូចគ្នាបងប្អូនគ្នាអាចមើលបាននេះរីសាខ្ញុំទុកចោលរយៈពេលមួយយប់ណានិយាយទៅអូយបងប្អូនអើយស្អាតខ្លាំងមែនតើហ្មងពេល slime នេះដែរខ្ញុំក៏មានទទួលកំងធ្វើដែរសម្រាប់បងអូនដែលចង់បានណាប៉ុន្តែខ្ញុំបញ្ជាក់ថារៀងពិបាកធ្វើបន្តិចអញ្ចឹងអាចចំណាយពេលរៀងយូរបន្តិចអ្នកដែលគាត់ចង់កំង slime នេះអាចចាំដល់2ថ្ងៃអីបានតែបើគាត់ចង់ទិញគ្រឿងយកទៅធ្វើខ្លួនឯងវិញក៏បានដែរខាងចាយ slime shop គឺមានទាំងអស់សាច់ slime ទន់បែបនេះហើយកុំថាជាប់ដៃគឺអត់ជាប់ដៃទេ